ពិសេសស្អាតប្លែកត្បូងកែនហ្វាញខាងខេត្តកំពង់ធំមួយគ្រាប់នេះគឺគេមានសរសៃសូត្រមាសនៅខាងក្នុងផ្នែកនៃត្បូងណាបងប្អូនទាំងអស់គ្នាហើយត្បូងមួយគ្រាប់នេះគឺខ្ញុំជ្រើសរើសពីត្បូងឆៅដែលខ្ញុំទៅតែកាត់បានចូលស្តុកថ្មីគឺត្បូងឆៅរហូតដល់ទៅជាង2គីឡូត្បូងណាបងប្អូនទាំងអស់គ្នាហើយខ្ញុំជ្រើសបានត្បូងមួយគ្រាប់នេះដែលខ្ញុំសង្កេតទៅមានលក្ខណៈស្អាតប្លែកគឺគេមានសរសៃសូត្រមាសនៅខាងក្នុងហ្នឹងហើយត្បូងឆៅទម្ងន់រហូតដល់ទៅ88ការ៉ាត់ណាបងប្អូនទាំងអស់គ្នាត្បូងគ្រាប់ធំប៉ុន្តែដោយសារតែគេមានស្នាមបែកហើយគេមានសរាយផងហើយគេមានសរសៃសូត្រមាសនៅខាងក្នុងផងដូច្នេះហើយខ្ញុំក៏ត្រូវធ្វើការឈូសឆរសេរីយកតែកន្លែងដែលសាច់ស្អាតហើយសេរីយកកន្លែងដែលមានសរសៃសូត្រនៅខាងក្នុងហ្នឹងដែលស្អាតដែលច្បាស់ហ្នឹងគឺខ្ញុំយកក្លឹមតែកន្លែងត្រឹមប៉ុណ្្នឹងទេណាបងប្អូនទាំងអស់គ្នាដូច្នេះហើយបន្ទាប់ពីយើងឈូសឆរសេរីរៀងរួចគឺត្បូងនេះនៅសល់26ការ៉ាត់ណាបងប្អូនទាំងអស់គ្នាហើយត្បូងនេះគឺយើងអត់ធ្វើការច្នៃទេគឺយើងឡាំបៀវិញបានឃើញសភាពសរសៃសូត្រនៅខាងក្នុងសាច់ត្បូងហ្នឹងរៀងច្បាស់ណាបងប្អូនទាំងអស់គ្នាហើយយើងរំពឹងទុកថានៅពេលដែលឡាំបៀរួចគឺប្រហែលជានៅសល់22ឬក៏23ការ៉ាត់ទេណាបងប្អូនទាំងអស់គ្នាបងស្លាញ់អាចមកបាន